សួស្តីអ្នកនរគ្នាខ្ញុំបាទវិទូថ្ងៃនេះដែរខ្ញុំចង់មកបង្ហាញពី feature មួយនៅលើទូរស័ព្ទ iPhone ជាពិសេសនៅលើ iOS 26 feature នោះគឺ Lock App Lock App អនុញ្ញាតឲ្យលោកអ្នកបិទបាំងឬក៏ keep privacy ទៅលើ application ណាមួយនៅក្នុងទូរស័ព្ទរបស់លោកអ្នកក្នុងករណីដែលលោកអ្នកអនុញ្ញាតឲ្យអ្នកដទៃប្រើប្រាស់ទូរស័ព្ទលោកអ្នកអាចប្រើប្រាស់ feature នេះបានដើម្បីបិទបាំង notification និងព័ត៌មានផ្សេងៗអាចនឹងលេចចេញមកក្រៅអញ្ចឹងកុំឲ្យខាតពេលយូរតោះមកមើលពីរបៀបប្រើប្រាស់ទាំងអស់គ្នាជាដំបូងដើម្បីប្រើប្រាស់មុខងារនេះបានលោកអ្នកត្រូវកំណត់ password ជាមុនសិនអញ្ចឹងលោកអ្នកចុចចូលទៅក្នុង setting រួចអស់មកក្រោមរកពាក្យថា Face ID និង passcode លោកអ្នកអស់មកក្រោមរកពាក្យថា Turn passcode on ហើយលោកអ្នកអាចវាយ password ដែលលោកអ្នកពេញចិត្តវាម្ដងទៀតដើម្បី verify ជាការស្រេចឧទាហរណ៍ថាខ្ញុំចង់ lock app photo នេះខ្ញុំគ្រាន់តែ hold ទៅលើវា1 second រួចវានឹង load ពាក្យថា require passcode លោកអ្នកអាចវាយ passcode ដែលលោកអ្នកបានបំពេញមុននេះរាល់ពេលដែលយើងបើកកម្មវិធី photo នេះគឺវាទាមទារឲ្យយើងវាយ password ជានិច្ច feature នេះក៏អាចប្រើប្រាស់ជាមួយកម្មវិធីផ្សេងៗទៀតផងដែរសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូតាំងពីដើមរហូតមកដល់ចប់ហើយបើសិនជាមានចម្ងល់ណាមួយទាក់ទងនឹងផលិតផល Apple អាច comment នៅខាងក្រោមឬក៏ឆាតចូល page ផ្ទាល់ក៏បានដែរហើយសូមជួយចុច like share និង follow ដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ